សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាសប្តាហ៍ដំបូងរបស់ខ្ញុំដែលបានមករស់នៅប្រទេសកូរ៉េមានរឿងជាច្រើនដែលត្រូវធ្វើប៉ុន្តែអ្វីដែលសំខាន់បំផុតនៅថ្ងៃនេះគឺការរៀបចំបន្ទប់សម្រាប់ផ្ទាល់ខ្លួនរបស់ខ្ញុំដោយដែលបងប្អូនទាំងអស់គ្នាបានឃើញស្រាប់នៅក្នុងវីដេអូអញ្ចឹងហើយវ៉ាន់របស់ខ្ញុំគឺរៀងរញ៉េរញ៉ៃបន្តិចដោយសារតែបន្ទប់រៀងទូចដូចនេះត្រូវគិតគូរៀបចំឲ្យបានហ្មត់ចត់ធ្វើម៉េចឲ្យវាមានសណ្ដាប់ធ្នាប់ហើយមានផាសុកភាពក្នុងការរស់នៅហើយវ៉ាន់ទាំងអស់នេះខ្ញុំទិញពី app Coupang ឃើញគេដឹកជញ្ជូនលឿនយើងកំងពេលល្ងាចកំងពេលយប់ម៉ោង8ព្រលឹមឡើងម៉ោង9អីវ៉ាន់មកដល់មុខផ្ទះហើយរ៉ៃរាប់ប្រាប់បងប្អូនតិចចុះយើងទិញមកខ្ញុំមានទិញការហើយការប៉ិនចង់ទិញទេតែយកពីខ្មែរមកឥឡូវវាខូចក៏ទិញកាសមួយទិញក្រែកញ្ចក់ហើយអ្វីដែលខ្ញុំបង្ហាញបងប្អូននេះអានឹងគឺជាប្រដាប់បាញ់ចំហាយទឹកដោយសារតែនៅត្រជាក់ខែត្រជាក់បើសិនជាអត់មានអានឹងទេពេលយើងគេងក្រោកឡើងអាចជាកដោយសារតែវាហួតនឹងមានរបស់ច្រើនទៀតនេះរលោភ្លើងបងប្អូនហើយនឹងមានទៀតស្មាខោអាវនៅកូរ៉េក៏មានស្មាខោអាវដែរបងប្អូនកុំភ័យថាសាលមកកូរ៉េគេខ្វះអីប្រើអ្វីសំខាន់ជាងនេះទៀតបងប្អូនហើយនៅមានទៀតបងប្អូនមិនទាន់អស់ទេនៅមានតុបហើយនៅមានស្មាខោអាវនៅមានទូកុំទូទូចហើយទោះបីជាយើងហត់បន្តិចក៏ដោយតែពេលឃើញយើងរៀបចំបន្ទប់ទាំងស្អាតទៅគឺយើងមានអារម្មណ៍ថាដូចផ្ទះខ្លួនឯងអញ្ចឹងបងប្អូនហើយពេលដែលយើងរៀបបន្ទប់យើងបានស្អាតប៉ុណ្ណាអារម្មណ៍យើងក៏វាល្អវាស្រស់ថ្លាបានប៉ុណ្ណឹងដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលមើលវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ